ខ្ញុំបានចុះទៅនៅលើដីនឹងមុនដំបូងគឺពី79ខ្ញុំចេញពីប្រធានសម្រុំនៅប៉ោយប៉ែតអានៅអូជ្រៅហើយទៅកាន់កាប់ដៃកន្លែងហ្នឹងកាន់កាប់ដៃកន្លែងហ្នឹងនាំប្រជាជនទៅនៅហ្នឹងខ្ញុំនាំប្រជាជនទៅនៅហ្នឹងហើយគេចាយដៃស្រែដៃអីឲ្យប្រជាជនទាំងអស់ហ្នឹងខ្ញុំគឺឲ្យខ្ញុំទាំងអស់ចែកជាក្រុមគ្រួសារចែកក្នុងក្រុមក្នុងមួយក្រុមគេឲ្យចងក្រុម10គ្រួសារហើយរត់ចុះទៅជួយជួកាលនោះហើយខ្ញុំក៏បានធ្វើរហូតមកធ្វើស្រែនឹងរហូតទល់គេបោះឆ្នោតឲ្យខ្ញុំឡើងជាប់ជាមេឃុំខ្ញុំដឹកនាំប្រជាជននឹងរហូតទល់ដល់មក83នេះបានខ្ញុំឈប់ពីមេឃុំហើយខ្ញុំបានធ្វើស្រែរហូតដល់សន្លៀសគេសន្លៀសមកនៅថ្មីហ្នឹងក៏ខ្ញុំនៅទៅធ្វើស្រែហ្នឹងខ្ញុំធ្វើរហូតដល់មកមានសម្បត្តិកាន់កាប់ពីឆ្នាំ81គាត់នឹងមានសម្បត្តិកាន់កាប់គេធ្វើឲ្យមកចោទថាខ្ញុំរំលោភបំពានយកដីរបស់គាត់តាមការពិតខ្ញុំនឹងមានបោះតាំងបញ្ជាក់ដល់ពុកម៉ែបងប្អូនទាំងអស់បានជ្រាបថានៅឆ្នាំ1979ដីទំនាស់នៅតំបន់នោះគឺគ្រប់គ្រងដោយកងទ័ពរហូតដល់ឆ្នាំ1989កងទ័ពវៀតណាមបានដកចេញពីតំបន់នោះគឺគ្រប់គ្រងដោយអង្គភាពង42រហូតដល់អង្គភាពង42បានធ្វើការបែងចែកឲ្យគ្រួសារកងទ័ពក្នុងមួយគ្រួសារ20គុណនឹង50ម៉ែត្រដែលមានប្លង់គំនុះជាមួយសូលយកដីនេះហើយជាផុសតាងបាទនេះជាប្លង់ផុតតលនិងជួតសារ៉ូដែលសូលយកដីមានតេវេបញ្ជាក់យ៉ាងច្បាស់លាស់ថាខាងមុខនេះគឺជាដីគោលរបបរបស់អង្គភាពង42បែងចែកនៅឆ្នាំ1992បាទតែចំពោះនៅខាងនេះគឺជាដីរបស់ជួតសារ៉ូបាទចឹងហេតុអីបានជាតុលាការឲ្យខ្ញុំរុះរើផ្ទះចេញពីដីគោលរបបរបស់កងទ័ពដូច្នេះសូមឲ្យបងប្អូនជនរួមជាតិពិនិត្យនិងមើលឲ្យបានច្បាស់ថានេះជារឿងជាក់ស្ដែងមិនមែនជារឿងការរំលោភបំពានទេខ្ញុំជាកងទ័ពមិនអាចទៅរំលោភបំពានប្រជាពលរដ្ឋបានទេអស់រយៈពេលជាង20ឆ្នាំក្នុងការតតាំងគ្នាទាំងក្នុងនិងក្រៅប្រព័ន្ធតុលាការដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៅលើផ្ទៃដីទំនាស់មួយកន្លែងក្នុងខេត្តបន្ទាយមានជ័យទំហំ4ហិកតារវាងគ្រួសារយោធាមួយក្រុមនិងប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងតំបន់នោះដោយក្នុងនោះគឺលោកទូតសារ៉ូបច្ចុប្បន្នអាយុ84ឆ្នាំគឺជាដើមបណ្ដឹងនិងលោកវីរៈសេនីត្រីខុតតុលហៅជាថុលជាចុងចោតរដ្ឋបវេនីដោយឡែកដោយដើមបណ្ដឹងទូតសារ៉ូមានវ័យជរាទើបបានផ្ទេរឲ្យកូនស្រីឈ្មោះទូតសុភ័ក្រឈរជាអ្នកបន្តក្តីដើម្បីបណ្ដឹងលើករណីដីទំនាស់4ហិកតានោះដែលបានទីតាំងជាក់ស្ដែងសពថ្ងៃនៅក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដីទំនាស់នោះគឺជាអតីតស្ថិតនៅក្នុងភូមិនិមិត្តចាស់ឃុំគោមស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយ៉ាងណាមិញនោះគឺជាទីតាំងតែមួយពលរដ្ឋបានទេបាទនេះជាបានចំពោះចិត្តនៅពេលដែលបែងចែករួចពាក្យបណ្ដឹងជាផ្លូវការនោះចាប់ផ្ដើមតាំងពីដើមឆ្នាំ1999នៅក្នុងខេត្តសមីនោះគឺខេត្តបន្ទាយមានជ័យគឺធ្វើឡើងបន្ទាប់ពីគណៈកម្មការដោះស្រាយវិវាទកងពលធំលេខ12ព្យាយាមផ្សះផ្សាភាគីចំនួនទាំងសងខាងមិនបានសម្រេចជាផុសតាងនៅក្នុងឯកសារផ្លូវច្បាប់របស់យុទ្ធភូមិភាគទី5កងពលធំលេខ12បានបង្ហាញពីនីតិវិធីនៃការផ្សះផ្សាចំនួននោះគឺធ្វើឡើង4លើកក៏ប៉ុន្តែមិនបានសម្រេចត្បិតអីលោកវិនៈសេរីត្រីជាថុលមិនបានចូលរួមសហការក្នុងការដោះស្រាយវិវាទនោះឡើយមួយលើកលោកជាថុលតែងតែបដិចម្លើយតាក់ទិនពីម្ចាស់កាន់កាប់ដីចំនួនលើកទី1លោកថាដីចំនួនគឺជាទ្រព្យគេរបស់ខ្មោចលោកកឹមការ៉ាជាបងថ្លៃដែលលោកមិនហ៊ានអនុម័តនោះទេលើកទី2លោកជាថុលថាដីចំនួនដដែលជារបស់ឪពុកធំរបស់ខ្លួនរីឯលើកទី3នៃការផ្សះផ្សាលោកជាថុលបដូរពីពាក្យទ្រព្យសម្បត្តិឪពុកធំមកជាឪពុកបង្កើតការផ្សះផ្សាលើកទី4ដែលជាលើកចុងក្រោយនៃនីតិវិធីរបស់កងពលធំលេខ12គឺការធ្វើសម្បទានដីប៉ុន្តែភាគីទាំងសងខាងមិនបានឯកភាពនោះទេដោយម្ខាងមិនព្រមឲ្យភាគីចំនួនបានដីច្រើនជាងខ្លួនឡើយ
ជាការពិតណាស់ទាំងដើមមិនដឹងនិងចុងចោលសុទ្ធតែធ្លាប់ធ្វើជាម្ចាស់កាន់កាប់លើផ្ទៃដីទំហំ4ហិកតានោះប្រកបមែនដោយចំណុចវិវាទនៃដីទំនាស់គឺស្ថិតត្រង់ពេលវេលានៃការកាន់កាប់ប៉ុណ្ណោះតាមរយៈការស្រាវជ្រាវរបស់លោកទូតសារ៉ូដែលជាម្ចាស់កាន់កាប់ដីនិងអាស្រ័យលើដីចំនួននោះបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ដល់មកឆ្នាំ93ដែលបារាគេចូលមកនេះបានគេយកដីពីខ្ញុំហើយយកនោះគឺថាមិនមែនយកធម្មតាទេគឺចាប់ត្រាក់ទ័រយកស្រូវពូជខ្ញុំនៅនោះទឹកច្រូតរួយខែ4នោះទឹកច្រូតរួយស្រូវពូជនៅនឹងគោអតេសអីនៅខ្ញុំនៅនឹងគេយកដល់យកគេចុះភ្ជួរបានគេប្រាប់មកលោកឡាយរៈប្រាប់ថាបបប្រជាពលរដ្ឋណាមានសម្បត្តិការកាប់ត្រឹមត្រូវគេឲ្យវិញដល់ខ្ញុំសម្បត្តិការកាប់ខ្ញុំធ្វើឲ្យនោះយកឲ្យគេគាត់ធ្វើគាត់ឲ្យតែបើនៅជាប់ដែលគាត់យកពីខ្ញុំហ្នឹងគាត់ព្រោះហើយគាត់ព្រោះលើក្របពូជខ្ញុំហ្នឹងគាត់ព្រោះរបស់គាត់ថ្មីហើយដល់សម្រួលទៅឃើញសម្បត្តិមេឃុំខ្ញុំមានបត្តិការកាប់ត្រឹមត្រូវហើយគាត់ព្រមឲ្យវិញតែគាត់សុំធ្វើ1ឆ្នាំដើម្បីយកផលដែលគាត់ព្រោះហ្នឹងធ្វើ1ឆ្នាំហើយឥឡូវនឹងគាត់ឲ្យខ្ញុំវិញឲ្យខ្ញុំហ្នឹងចេញថ្លៃព្រោះហើយអីគាត់វិញមកអានេះគាត់ឲ្យវិញហើយដល់គាត់ថាអ៊ំឯងមិនមានលទ្ធភាពសងគេទេឡើយឲ្យគេធ្វើ1ឆ្នាំទៅដល់ធ្វើ1ឆ្នាំធ្វើ1ឆ្នាំគេទទួលមិនដល់ឡាយវិរៈនឹងដែលធ្វើដោយខ្ញុំនិយាយមិញហ្នឹងដែលគាត់ធ្វើរដ្ឋប្រហារទៅឡាយវិរៈទៅនៅអាគឹមការាហ្នឹងលោកគឹមការាហ្នឹងគេកាលនោះគេសេនាធិការកងពលហ្នឹងឡាយវិរៈហ្នឹងដល់នោះគេចេញទៅនេះគេមិនទៅទេគេនៅក្រាញយករបបដៃនឹងឯងដល់នេះគេយកមិនអោយដោយអំណាចយោធាសម័យនោះលឺលំលោកទូតសារ៉ូបានប្រកល់ដីឲ្យទៅយោធាទាំងបង្ខំយ៉ាងណាមិញកំឡុងពេលនៃការគ្រប់គ្រងដីមេឃុំទូតសារ៉ូមិនត្រឹមតែមានបានកម្មសិទ្ធិត្រឹមត្រូវនោះទេលោកថែមទាំងមានស័ក្តិសិទ្ធិនៅរស់បានដឹងឮពីការអាស្រ័យផលរបស់គាត់ទៀតផងវត្តដីហ្នឹងដឹកខ្ញុំដឹងតែគេអាកគាត់ពីដើមមកគាត់ចាប់បានមុនគេគាត់ធ្វើមុនគេប្រភពស្នើសុំមិនចេញអត្តសញ្ញាណដែលរស់នៅក្បែរដីចំនួននោះបានឲ្យដឹងថាអ្នកស្រីមិនសូវជាដឹងរឿងបណ្ដឹងតុលាការអីច្រើននោះទេប៉ុន្តែស្ត្រី60ឆ្នាំប្លាយរូបនេះបានឲ្យដឹងថាអ្នកស្រីដឹងត្រឹមថាដីតំបន់នោះគឺជាដីដែលជាចែកឲ្យយោធាព្រោះជាទ្រព្យជ័យភ័ណ្ឌដោយឡែកលើផ្ទៃដីចំនួន4ហិកតានោះអ្នកស្រីធ្លាប់ឮថាជាកម្មសិទ្ធិរបស់លោកកឹមការ៉ាមេធាវីមួយរូបកងពលធំលេខ12ដែលជាមនុស្សកាចហើយប្រជាពលរដ្ឋមិនហ៊ានតវ៉ាអ្វីជាមួយគាត់នោះទេហើយក្រោយពីលោកកឹមការ៉ាបានស្លាប់លោកជាថុលដែលជាយោធាដូចគ្នានិងជាបងប្អូនថ្លៃរបស់លោកកឹមការ៉ានោះក៏បានមកកាន់កាប់ដីបន្តស្ថិតនៅក្នុងភាពលាក់បាំងដោយហាក់ដូចជាមិនទុកចិត្តនឹងក្រុមអ្នកស្រាវជ្រាវផងបារម្ភពីសុវត្ថិភាពផងនោះស្ត្រីរូបនេះគ្រាន់តែនិយាយថាបច្ចុប្បន្នទាំងផ្ទះនិងដីស្រែនៅលើតំបន់ចំនួនមិនមានអ្នកណាអាស្រ័យផលឬរស់នៅជាច្រើនឆ្នាំមកហើយអានេះបើយើងផ្អែកទៅលើការអនុវត្តការដើមឡើយខ្ញុំលេចលឺសូដែរលឺសូលហៀងថាការនឹងវាត្រូវបត្រាគ្នាបង្កើតជាប្លង់ដល់រហូតដល់តុលាការនោះខ្ញុំដឹងថាសាលិកាកម្ពុជាបានកាត់ទៅឲ្យទួតសរោឈ្នះម្ដងទៅហើយបាទឈ្នះម្ដងទៅហើយដូច្នេះអ្នកដែលចាញ់ក្តីនឹងគាត់មិនសុខចិត្តទេព្រោះគាត់តបគាត់ដឹងថាហេតុអ្វីបានវាទៅជាគាត់ចាញ់ទៅវិញបាទព្រោះចិត្តដីនឹងគេមានតាំងប្លង់មានអីនឹងគេមានតាំងមេបញ្ជាការគេជួយគ្រប់គ្រងទៀតហើយមិនត្រូវចាញ់គេយ៉ាងនេះសោះក្រោយពីការដាក់ពាក្យបណ្ដឹងរឿងទំនាស់ដីធ្លីនេះរួចភាគីម្ខាងមិនព្រមទទួលយកសារដីកាពីតុលាការនៅពេលដែលខ្លួនត្រូវបានកាត់ឲ្យចាញ់ក្តីជាក់ស្ដែងសារក្រុមតុលាការខេត្តបន្ទាយមានជ័យលេខ40ចុះនៅថ្ងៃទី2ខែមិនិនាឆ្នាំ2000កាត់ក្តីឲ្យលោកទូតសារ៉ូឈ្នះតែត្រូវលោកវីរៈស្នេហ៍ត្រីជាថុលបដិសេធនិងបានប្តឹងទាស់ឡើងសាលាឧទ្ធរជាលទ្ធផលលោកជាថុលបានឈ្នះក្តីលើដីទំនាស់នៅសាលាឧទ្ធរក្នុងសារដីកាលេខ50ខចុះថ្ងៃទី29ខែមិនិនាឆ្នាំ2000
ប្រមាណជាង1សប្តាហ៍ក្រោយសាលដីកានេះភាគីខាងលោកទួតសារ៉ូបានដាក់បណ្ដឹងសាទងទៅតុលាការកំពូលក្រោយករណីទំនាស់ដីដ៏រ៉ាំរ៉ៃនោះឡើងដល់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជារួចមកតុលាការបានធ្វើតាមនីតិវិធីបែបបទរដ្ឋបាលជាច្រើនឆ្នាំដោយបានរុញចុះទៅតុលាការសាលាឧទ្ធរជំនុំជម្រះឡើងវិញលើករណីនេះចំណាយពេលជាង10ឆ្នាំករណីបណ្ដឹងរដ្ឋបវេនីនៃដីទំនាស់នេះបានឡើងទៅដល់តុលាការកំពូលដោយតុលាការផុតលេខនេះបានចេញសារក្រមស្ថាពរចុងក្រោយមួយនៅថ្ងៃទី25ខែឧសភាឆ្នាំ2011ដោយច្រានចោលបណ្ដឹងសារទុកលេខ670ចុះនៅថ្ងៃទី19វិច្ឆិកាឆ្នាំ2008របស់ឈ្មោះខុតតុលនៅដំកល់សាលដីការដ្ឋបវេនីលេខ7ចុះថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2008របស់សាលាឧទ្ធរទុកជាបានការពេញទាំងមូលនិងសម្រេចបន្ថែមបង្គាប់ឲ្យចុងចម្លើយរុះរើផ្ទះនិងការទាំងឡាយចេញពីដីទំនាស់សារក្រមចុងក្រោយនេះចេញដោយអាស្រ័យទៅលើឯកសារផ្លូវច្បាប់និងបានសម្គាល់ម្ចាស់កម្មសិទ្ធិនៅលើដីស្រែនោះយ៉ាងណាមិញនៅពេលអัยការតុលាការចុះទៅអនុវត្តសាលដីកានៅទីតាំងដីចំនួននោះត្រូវបានភាគីចុងចោតលោកវីរៈសេនីយ៍ត្រីខុតតុលហើយជាថុលរីរាំងការបដិសេធដាច់អហង្ការរបស់លោកជាថុលក្នុងការរើចេញពីដីចំនួននោះក៏មានការគាំទ្រពីសហជីវិនដែលជាយោធាដូចគ្នានិងមានការគាំទ្រពីអាជ្ញាធរផងដែរប្រមាអនុវត្តក្នុងទូឆ្លាប់ក្នុងដីនេះព្រោះតឡាការកំពូលអយុធធរសម្រាប់ខ្ញុំកងទ័ពហើយកងទ័ពដីជួននេះដីកងទ័ពហ្នឹងបាទដីនេះក៏មានដីជាបងខាងមុខនេះបើចង់និយាយចំទៅនៅពេលដែលរឿងក្តីយើងបានចូលស្ថាពរគឺយើងមានចាគឺជាថុលហ្នឹងគាត់ទៅពឹងពាក់គេហៅក្រុមហាក់ឡាំងដីបែរថាគាត់ក្រុមដែលគាត់ស៊ីលាក់ដីមានថាដីទំនាស់គឺគាត់នៅពីក្រោយខ្នងហើយគឺគាត់នៅខាងអ្នកខុសដើម្បីគាត់បានផលប្រយោជន៍អញ្ចឹងគាត់ទៅពឹងពាក់ចង់និយាយថាគាត់ពឹងពាក់មានសូរដីមានPMមានអីចឹងនៅពីក្រោយខ្នងឬក្តីនឹងចាហើយអញ្ចឹងទៅនៅពេលដែលគាត់ទៅពឹងពាក់នឹងចេះសំណួរសួរថាហេតុអីបានពេលដែលចង់និយាយថាបង្កើតអាក្រុមគ្រួសារ4គ្រួសារផ្សេងទៀតនេះហើយសំណួរយើងសួរថាចេះហេតុអីបានពេលដែលរឿងក្តីយើងនៅតុលាការហើយនឹងរឿងក្តីយើងនៅពេលដែលប្រធានដោះស្រាយវិវាទដីធ្លីឆ្នាំ1999នេះគាត់ក៏ហៅភាគីទំនាស់រវាងលោកតាទូសារ៉ូហើយនឹងលោកជាថុលនឹងហេតុអីបានអត់មានក្រុមគ្រួសារទាំង4ផ្សេងទៀតដែលគាត់អះអាងថាគាត់ជាម្ចាស់ដីនឹងតាំងឆ្នាំ92ហេតុអីបានអត់មានឃើញក្រុមទាំង4នឹងគាត់ចូលមកពាក់ព័ន្ធហេតុអីបានលុះត្រាតែដល់ពេលដែលចូលស្ថាពរតុលាការបានចាត់របៀបចាមុននឹងចេញស្ថាពរនឹងតុលាការកំពូលបានចុះមកចាត់របៀបគឺមានការវាស់វែងហើយបញ្ជាក់ថាដីនឹងគឺជាដីទំនាស់បុគ្គលខុតទល់ជាមួយតាទូសារ៉ូសញ្ញេផ្តិតមេដៃទាំង2នាក់គឺលោកជាថុលខុតទល់ហើយជាថុលហើយខុតទល់នឹងគាត់បានទទួលស្គាល់ថានេះដីទំនាស់រវាងគាត់ជាមួយនឹងទូសារ៉ូអត់មានភាគីផ្សេងទៀតណាប៉ះពាក់ព័ន្ធទេក្រៅពីវីដេអូដែលលោកជាថុលបានបង្ហោះក្នុងបណ្ដាញសង្គម Facebook ក្រុមការងារស្រាវជ្រាវក៏បានជួបលោកដោយផ្ទាល់ដែរដោយលោកបដិសេធមិនឆ្លើយឆ្លងអ្វីទាំងអស់ព្រោះលោកបានដាក់ពាក្យបណ្ដឹងដល់ថ្នាក់ព្រះឥន្ទនៃព្រះរាជាណាចក្រកម្ពុជាហើយដូច្នេះលោកកំពុងតែរងចាំចម្លើយបាទខ្ញុំហងមាសអីបើអីទៅខ្សែអស់លីហ្នឹងហើយលីដល់សម្ដេចហ្នឹងភាគីដែលមិនដឹងដែលជាអ្នកក្តីឯនោះវិញគឺសង្ឃឹមថាខ្លួនអាចនឹងធ្វើជាម្ចាស់កម្មសិទ្ធិក្នុងដីទំនាស់ដែលជាគេមរតករបស់គ្រួសារឆ្នាំ93ហើយដើមរដូវឆ្នាំ94គេមកបំពេញយកដីនឹងចាពួកខ្ញុំគឺរស់នៅយ៉ាងលំបាកគឺពួកយើងអត់មានដីស្រែធ្វើស្រែយើងអត់មានដូច្នេះហើយទើបខ្ញុំរៀនច្បាប់ខ្ញុំមិនមែនជាអ្នកស្រឡាញ់ច្បាប់ហើយក៏ខ្ញុំមិនអាចឥឡូវសប្តាហ៍ថ្ងៃក៏ខ្ញុំមិនទាន់មានលទ្ធភាពអាចចាប់អីដែលជាផ្លូវច្បាប់បានន័យថាយើងអត់មានលទ្ធភាពធ្វើជាមេធាវីឬក៏ធ្វើជាចៅក្រមក៏ធ្វើយើងអត់ទាន់មានសមត្ថភាពទេដោយសារតែយើងដើម្បីជីវភាពរស់នៅសិនហើយខ្ញុំរៀនច្បាប់គឺដោយសារតែខ្ញុំមានការជិះចាប់ជាមួយនឹងរឿងដីនេះឯងអស់ជាង20ឆ្នាំដែលយើងរងគ្រោះ
ហើយយើងសង្ឃឹមថារដ្ឋាភិបាលនឹងមើលឃើញភាពលំបាកយើងជាប្រជាពលរដ្ឋខ្មែរយើងរស់ក្រោមដំបូលរបស់រដ្ឋាភិបាលយើងគឺជាកូនចៅរបស់រដ្ឋាភិបាលដូចគ្នាស្ថិតនៅក្នុងទូនីតិជាអាជ្ញាធរក៏ដូចជាឪពុកម្ដាយរបស់ប្រជាពលរដ្ឋលោកមេភូមិដែលស្ថិតក្នុងហេតុការណ៍សង្ឃឹមថាភាគីទាំងសងខាងនឹងអាចចូលតុចរចាដោយមានការចូលរួមពីខាងតុលាការខាងមេបញ្ជាការដើម្បីបញ្ចប់ចំនួនដ៏រ៉ាំរ៉ៃមួយនេះសំខាន់គឺយើងចង់ឲ្យភាគីទាំងពីរជួបគ្នាផ្ទាល់ដោយផ្អែកទៅលើបើនិយាយទៅទី1បើបានតុលាការមកអមជាមួយណាទី2បើបានខាងមេបញ្ជាការតបពីដើមមកដូចលោកប៉ៅបណ្ណៃគាត់នៅដែរណាអញ្ចឹងពីនឹងបើសិនមកជុំគ្នាមកយើងនិយាយទៅសាកសីរវាងភាគីកនភាគីខនឹងមកជុំគ្នាមកដើម្បីលើកហេតុផលនឹងដូចចលាការនឹងជាអ្នកឥឡូវមិនបាច់ចាំឥឡូវយើងនិយាយក្រៅប្រព័ន្ធនេះចុះមិនបាច់ប្រើក្នុងប្រព័ន្ធតុលាការទេតុលាការនឹងដែរបើនឹងមកប្រើក្រៅប្រព័ន្ធបណ្ដោយទៅធ្វើជាដូចថារីផេណាឥឡូវខ្ញុំតាំងនាមជាតុលាការឥឡូវភាគីទាំងអស់មកជួបជុំនេះឥឡូវខ្ញុំសុំអ្នកទាំងអស់នេះទៅចុះដើម្បីបញ្ចប់រឿងហ្នឹងនេះយើងនិយាយនឹកឃើញខ្លួនយើងណាបញ្ចប់រឿងហ្នឹងឥឡូវលោកឯងសម្បទានតែមកណាលោកឯងយកប៉ុណ្ណេះទៅខ្ញុំជឿថាចប់